ពីដំបងឡើយខ្ញុំពីនៅក្មេងៗមកខ្ញុំតែងឃើញចាស់បុរាណកើតកាន់បកៈគ្រឿងនេះខ្ញុំមិនបាននឹកស្មានថាមានរូបចម្លាក់នៅក្នុងអង្គរវត្តនេះទេព្រោះខ្ញុំតែងឃើញចាស់កើតកាន់ទៅខ្ញុំនឹកស្មានថាបើសិនជាខ្ញុំចេះខ្ញុំនឹងធ្វើបកៈនេះទុកបន្តទៅថ្ងៃក្រោយតែស្រាប់តែចៃដន្យខ្ញុំបានចូលមកនៅក្នុងប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នខ្ញុំបានឃើញរូបចម្លាក់នេះនៅក្នុងផ្ទាំងសិលាដែលលោកបានឆ្លាក់ទុកប្រហែលជាយូរឆ្នាំរាប់រយឆ្នាំមកហើយនេះបកៈបុរាណពីដំបងតែគ្រាន់តែឃើញចេញជាផ្លែមកផ្លែបកៈនេះទូដងនេះចេញជាផ្លែមកបកៈហើយនេះកាលនោះនេះមួយទៀតនេះក៏បកៈដែរមើលដូចខ្ញុំថាតនេះគេហាក់ធ្វើដូចជារបៀបនេះយើងដូចនេះខាងដើមនេះទម្រង់តែមួយនេះផ្លែបកៈហើយនេះដងបកៈផ្លែបកៈមិនថាគេធ្វើកញ្ចុងនេះដូចខ្ញុំបានប្រាប់ខាងដើមនេះទម្រង់នេះខាងលើនេះមានបកៈទម្រង់បកៈមួយចុះគិតទៅបកៈនេះសិតតពួកកំពូលមេទើបស្ដេចធំអ្នកកាន់អ្នកប្រើប្រាស់នេះខាងនេះជាស្ដេចមួយនេះហាក់ដូចជាមន្ត្រីប្រជារាស្ត្រធម្មតាតែប៉ុន្តែផ្នែកខាងនេះដែលមានគ្រឿងសតាវុធនេះហាក់ដូចជាពួកមេទើបដែលនៅក្រោមអូវាទរបស់ស្ដេចនេះដែររូបចម្លាក់នេះហាក់ដូចស្ដេចមហាកំពូលសោយរាជនៅនគរកាលឆ្នាំណាខ្ញុំមិនដឹងទេនេះប៉ុន្តែតាមការប៉ាន់ស្មានរបស់ខ្ញុំហាក់ដូចស្ដេចដែលមានអំណាចកំពុងខ្ពស់ជាងគេហើយក៏ហាក់ដូចស្វេតឆ័ត្រតែនេះបកៈស្ដេចនេះមានអំណាចធំឃើញថាមាននេះហើយចម្ពោះនោះមានដែរនោះឃើញចុងចម្ពោះនោះមានដូចគ្នាមានក្បាច់ប៉ុន្តែដងគេវែងបានដងវែងនេះបានតែបង្ហាញយើងមើលឲ្យច្បាស់ណាតែកាលណាធ្វើក្លេទៅវាលាយឡំជឹតតែមានអ្នកត្រូវការទៅបានរបស់នេះអត់ចូលធ្វើទៅហើយអត់ចូលព្រោះដឹងថាគេត្រូវការអីចេះតែកាលណាបើគេមិនត្រូវការគេមិនកំងទេគេក្បាច់គេណាប៉ុន្តែខ្ញុំធ្វើមិនបានគេទេក្បាច់ដងនេះមិនយល់ពីក្បាច់នេះថាក្បាច់នោះឈ្មោះអុយផងគាត់ពាក្យទាំងអស់មានចង្កំមកចុះទាំងអស់តែមើលទៅរៀងដូចផ្លែក៏ប៉ុន្តែចង្កំនេះហៅថាវារបៀបដូចមានចង្កំនេះវារបៀបដូចមានហើយយើងដាក់ឲ្យធំផុសពីដងផុតពីដងនេះបើយើងបានលាក់ដងបន្តិចយើងដាក់ទៅវាលើបជិតនឹងស្មើដងអានេះដូចយើងយកចង្កំទៅញ៉ាត់ពីលើនេះទម្រង់នេះចង់រៀងស្រួលនោះនេះកាន់បកៈមានទៅកាលនោះគឺដូចគេអុយអំណាចទៅជាបកៈអ្នកមានអំណាចខ្លាំងណាមើលធ្វើទម្រង់ទៅមានទៅចេះតែសុទ្ធគ្នាទាំងអស់ណាជួនកាលក៏កវែងជួនកាលក៏កខ្លីមើលទម្រង់គេដាក់ដងទៅនេះដាក់ផ្លែទៅត្រង់ទម្រង់ខ្លះក៏មានលិចចេញទៅនេះមករងខ្លះក៏អត់លិចទៅប៉ុន្តែទម្រង់តែបកៈតែមួយផ្លែនេះច្បាំងចំបាប់គ្នាទៅវិញទៅមកមានកាប់មានបាញ់មានចាក់នៅសម័យក្រោយមកអង្គច័ន្ទរាជាគឺនៅតែមានឃើញរូបចម្លាក់បកៈនេះហើយរហូតដល់បច្ចុប្បន្ននេះដែលពេលដែលខ្ញុំឃើញរូបចម្លាក់នៅក្នុងអង្គរវត្តនេះខ្ញុំមានចិត្តសប្បាយរីករាយខ្ញុំសូមផ្ដាំផ្ញើទៅក្មេងក្មួយខាងក្រោយឲ្យយល់ដឹងអំពីបកៈនេះជារូបចម្លាក់ពីបុរាណយូរណាស់មកហើយរហូតដល់ប្រើប្រាស់នៅបច្ចុប្បន្នថ្ងៃដូច្នេះសូមក្មេងយល់ដឹងអំពីរូបចម្លាក់នេះផងហើយនឹងវត្ថុនេះផងវត្ថុនេះជាវត្ថុរបស់ខ្មែរពិតគឺមិនងាយអាចបានសាបសូន្យទៅណាទេ